សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរឿងមួយដែលអត់សប្បាយចិត្តសោះព្រោះអីដីដែលខ្ញុំអត់បានជួលទៅឲ្យក្រុមហ៊ុនវៀតណាមធ្វើកសិកម្មតែខ្ញុំបានជួលប៉ុន្តែជាក់ស្ដែងគឺខាងក្រុមហ៊ុនរបស់វៀតណាមហ្នឹងគឺគេមកជួលលើដីខ្ញុំហើយជាក់ស្ដែងនេះជាបកគោលព្រំដីរបស់ខ្ញុំនេះបកគោលព្រំដីរបស់ខ្ញុំហើយពីបកគោលព្រំដីហ្នឹងទៅដល់លបងនោះហើយអាការដែលខ្ញុំបោះលបងគឺដោយសារវាស់ខុសខ្លះជាមួយនឹងអាជ្ញាធរពាក់ព័ន្ធដល់ពេលយើងបាញ់ប្លង់ជាក់ស្ដែងទៅដីយើងបាត់ដល់វាស់ទៅបាញ់ប្លង់ជាប្រព័ន្ធមកដីរបស់ខ្ញុំគឺមកដល់នេះមកដល់បកគោលនេះហើយទៅខាងនោះវាចេញពីបកគោលចុងលបងខាងលិចនោះប្រហែលជាត្រឹមតែ10ម៉ែត្រតិចតួចទេហើយតែជាក់ស្ដែងអាដីរបស់ខ្ញុំនេះខ្ញុំអត់បានជួលទេប៉ុន្តែក្រុមហ៊ុនរបស់វៀតណាមគេចូលមកដាំអំពៅមកដល់ដីខ្ញុំដែលបានជួលប៉ុន្តែដីគេផ្សេងជួលតែជាក់ស្ដែងយើងឃើញថាឡើងអំពៅនេះគឺចាប់ដើមដុះហើយនេះគេដាំដុះហើយតែដីនៅខាងនោះគេជួលណាដីនៅខាងនោះគេជួលប៉ុន្តែដីខ្ញុំមិនបានជួលទេប៉ុន្តែគេបានមកធ្វើលើដីខ្ញុំចូលហើយទួង40 អាជាងសរុបទៅឬក៏30ជាង40ជាងតែខ្ញុំបានជួលប៉ុន្តែគេបានមកធ្វើលើដីខ្ញុំហើយប៉ុន្តែយើងជាក់ស្ដែងទៅគឺខ្ញុំបានជួលទេហើយដីនេះខ្ញុំសូមបញ្ជាក់ហើយគឺថាមិនមែនក្រុមហ៊ុនរបស់ខ្មែរណាមកជួលទេគឺក្រុមហ៊ុនរបស់វៀតណាមគាត់តែគេឲ្យបុគ្គលខ្មែរម្នាក់2នាក់ដែលឈរឈ្មោះជំនួសឲ្យក្រុមហ៊ុនវៀតណាមតែប៉ុណ្្នឹងទេគឺថាបើកជាក្រុមហ៊ុនរបស់ខ្មែរប៉ុន្តែធៀបពិតជាក់ស្ដែងគឺក្រុមហ៊ុនរបស់វៀតណាមទាំងអស់លុយក៏លុយវៀតណាមដែរក្នុងមហត្តាពលរដ្ឋគាត់ប្រាប់ច្បាស់ហើយគឺមហត្តា7 លានកន្លះលុយដុងបើនេះថា7 លាន 5 សែនលុយដុងទៅ8 លានក្នុងមួយឆ្នាំហើយកងត្រាម្ដងរយៈពេល4 ឆ្នាំហើយគេឲ្យបុគ្គល2 នាក់ទៅសម្រាប់ឈរឈ្មោះឈរជាតំណាងក្រុមហ៊ុនតែភាពពិតមែនទេលុយរបស់វៀតណាមអីរបស់វៀតណាមទាំងអស់ដែរហើយដីខ្ញុំឯងអារឿងគេជួលអីគេជួលទៅខ្ញុំអត់ថាទេប៉ុន្តែដីរបស់ខ្ញុំនេះខ្ញុំអត់បានជួលអីសោះឥឡូវគេមកដាំអំពៅដែរគេមកជួលដាំដែរហើយអំពៅខ្លះចាប់ដើមដុះហ្នឹងដុះខ្លះអីខ្លះនេះកន្លែងខ្លះអត់ទាន់ដុះហើយខ្ញុំអត់បានជួលសោះហើយកន្លងមកយើងធ្លាប់មើលឃើញលិខិតណែនាំរបស់អាយដាមអភិសន្តិបណ្ឌិតសសុខារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកបានណែនាំឲ្យអាបាខេត្តជាប់តាមបណ្ដាព្រំដែនមួយចំនួនឲ្យទប់ស្កាត់ការជួលដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាវៀតណាមតែភាគច្រើនឥឡូវនេះគឺនៅតែបន្តមានប៉ុន្តែជាក់ស្ដែងគឺខ្ញុំអត់និយាយអារឿងដីរបស់គេអាហ្នឹងប៉ុន្តែដីរបស់ខ្ញុំនេះឥឡូវដីរបស់ខ្ញុំគឺនៅតែបន្តជួលហើយសូមបញ្ជាក់ទីតាំងឲ្យបានច្បាស់ថាដីរបស់ខ្ញុំនេះគឺស្ថិតនៅក្នុងភូមិតាពាំងត្អីឃុំព្រៃត្អីស្រុកបៃទៀបខេត្តស្វាយរៀងហើយនៅតែបន្តជួលទាំង